ព្រះអាទិត្យបញ្ចេញរស្មីក្រហមច្រាលមកពីទិសខាងកើតខណៈបក្សាបក្សីចាប់ផ្ដើមស្រែកយំអើងកងពេញផ្ទៃវេហាជាសញ្ញាថាដល់វេលាចាកចេញរកចំណីហើយចំណែកប្រជាជនប្រុសស្រីក៏រូតរស់ម្នីម្នាងើបពីព្រឹកព្រលឹមដើម្បីបន្តការងារដោយអ្នកខ្លះក៏ចេញដំណើរទៅស្រែចម្ការព្រមជាមួយនឹងគល់រនាស់ប្រទេសគោក្របីចំណែកអ្នកភូមិខ្លះទៀតក៏បានលោកលៃនៅបន្លែត្រីសាច់សម្ដៅទៅផ្សារនៅកណ្ដាលភូមិដែលជាទីប្រមូលផ្ដុំលក់ទំនិញគ្រប់មុខស្របតាមតម្រូវការរបស់អ្នកភូមិក្រឡេកមើលក្មេងៗជាច្រើនបាននាំគ្នាដើរសម្ដៅទៅសាលារៀនមានទឹកមុខរីករាយឥតឧបមារីឯក្មេងៗសិស្សសាលាដែលមានវ័យជំទង់ក៏បាននាំគ្នាប្រមូលផ្ដុំជិះកង់ជិះជួរអែបខាងស្ដាំផ្លូវសម្ដៅទៅវិទ្យាល័យមួយដែលមានចម្ងាយប្រមាណ5គីឡូម៉ែត្រពីភូមិសម្រាប់ខ្ញុំក៏ជាក្មេងវិទ្យាល័យមួយរូបដែរជារៀងរាល់ថ្ងៃខ្ញុំនិងអាភាដែលជាមិត្តជិតស្និទ្ធតែងជិះកង់ជាមួយគ្នាព្រមទាំងមានវិច្ចបាយកញ្ចប់ទៅផងដែរគឺដោយសារតែវេនរៀនព្រឹកល្ងាចហេតុនេះទៅពេលថ្ងៃត្រង់ខ្ជិលជិះកង់ត្រឡប់មកផ្ទះវិញដោយរងចាំរហូតដល់ពេលល្ងាចចេញពីរៀនទើបត្រឡប់មកវិញតែម្ដងតាមចំណាំក្មេងៗដែលមានអាយុស្របាលគ្នានឹងខ្ញុំតែងតែធ្វើបែបនេះដូចគ្នាអាចថាមកពីបានជួបជុំគ្នាទើបបង្កជាបរិយាកាសរីករាយម្យ៉ាងក៏ថាបានសម្រាប់ថ្ងៃនេះក្រោយពេលចេញពីរៀនខ្ញុំនិងអាភាបានប្រឹងប្រែងជិះកង់ឲ្យលឿនមុនគេព្រោះតែពុកបានផ្ដាំឲ្យឆាប់រត់រស់ទៅដឹកក្របីដែលចងនៅឯវាលស្រែដោយសារគាត់និងម៉ែជាប់រវល់ទៅរកទិញរបស់ចាំបាច់ខ្លះនៅឯទីរួមស្រុកគ្រាន់តែមកដល់ផ្ទះភ្លាមខ្ញុំនិងអាភិបក៏មិនបានបង្អង់យូរនោះទេគឺប្រញាប់ប្រញាល់ព្រោះខ្លាចមេឃងងឹតច្បាស់ជាវីវមិនខានតាមដឹងគោក្របីរបស់ខ្ញុំឲ្យតែមេឃងងឹតគឺដឹងតែពួកវាបោលសម្រុកមកផ្ទះយកតែម្ដងរកតែចាប់មិនចង់ឈ្នះហេតុនេះហើយទើបធ្វើឲ្យពិបាកក្នុងការចាប់ដឹកវាខ្លាំងណាស់ត្រឡប់មកដល់ផ្ទះវិញនឹងក្រោយពេលទាក់ក្របីរួចខ្ញុំក៏បានឡើងទៅលើផ្ទះយកកន្សែងដើម្បីងូតទឹកខណៈនេះមើលទៅមេឃក៏ចាប់ផ្ដើមងងឹតខ្លាំងទៅហើយចំណែកពុកនិងម៉ែក៏មិនទាន់ឃើញត្រឡប់មកវិញដែរបំរុងថានឹងទៅរកងូតទឹកហើយក៏ស្រាប់តែឮសំឡេងអាភាស្រែកពីចម្ងាយតាមស្មានប្រហែលជាមានរឿងអ្វីជារំខានក៏ឃើញវារត់មកទាំងត្រហេបត្រហប់ពេលដែលវាមកដល់ក្បែរខ្ញុំវានិយាយទាំងហត់ដកដង្ហើមសឹងមិនចង់ដល់គ្នាថាមានរឿងហើយវយឮបែបនេះខ្ញុំក៏សួរទៅវាវិញថាហើយថៃមានរឿងអីមែនគឺថាអាចោវីកូនមីងឆាយពីវ៉ាន់ឥឡូវពុកម៉ែវាកំពុងតែភ័យដោយសារមិនដឹងបាត់ទៅណានោះទេថ្មនេះទៅហើយនៅមិនទាន់មកដល់ផ្ទះគ្រាន់តែឮវានិយាយបែបនេះខ្ញុំក៏តបទៅវាវិញភ្លាមថាទេក្រែងកាលល្ងាចមិញយើងឃើញវាជិះកង់មកតាមក្រោយតោះតែល្ងាចមិញយើងប្រញាប់ផងទើបមិនបាននៅចាំអ្នកណាទេឬមួយវាចូលទៅលេងផ្ទះមិត្តភក្តិទេដឹងអាភាក៏តបមកវិញថាទេមិនដឹងទេសំខាន់ឥឡូវកុំអាលងូតទឹកអីមកជុំគ្នាសិនដើម្បីឲ្យបានដឹងការថាមានរឿងអីឲ្យប្រកប
ខ្ញុំនិងអាភាក៏បានចេញដំណើរទៅផ្ទះមីងវ៉ាន់ពូឆាយខណៈពេលជិតដល់ក៏ឃើញថាមានអ្នកភូមិជាច្រើនបានមកជួបជុំនៅផ្ទះរបស់គាត់ខណៈនោះលោកអ៊ំមេភូមិក៏បានសាកសួរទៅមីងវ៉ាន់ថាមើលវ៉ាន់ក្មួយឆូវីកាលពីមុនធ្លាប់ដើរលេងឬទៅណាទៅណីពេលយប់ដូចនេះអត់ឮបែបនេះមីងវ៉ាន់ក៏តបទៅអ៊ំមេភូមិថាទេលបងអាចឆវីវាមិនដែលចេះដើរលេងដល់យប់ដោយមិនមានប្រាប់បែបនេះនោះទេឮបែបនេះអ៊ំមេភូមិក៏តបទៅវិញថាបើអញ្ចឹងពិតជាចម្លែកមែនហើយព្រោះក្នុងភូមិរបស់យើងមិនមានស្ទាវឬជើងកាងអ្វីនោះទេបើថាមានគេចាប់ក៏ដូចជាមិនទំនងព្រោះភូមិស្រុកយើងកន្លងមកមិនដែលធ្លាប់កើតមានរឿងទាំងអស់នេះនោះទេឥឡូវគិតបែបនេះខ្ញុំនិងបងប្អូនជាសន្តិសុខភូមិនឹងជិះម៉ូតូទៅសួររកនៅភូមិផ្សេងស្នាក់លមើលក្រែងលោបានឃើញឬដឹងដំណឹងចំណែកបងប្អូនដែលនៅសល់ក៏សូមឲ្យជួយគ្នាដើររកមើលក្នុងភូមិឬតាមវាលស្រែក្រែងលោវាដួលសន្លប់នៅកន្លែងណាមួយឬក៏មានហេតុភេទយ៉ាងណាឲ្យប្រកបក្រោយពេលចប់សម្ដីអ៊ំមេភូមិពួកយើងក៏បានចែកគ្នាដើរស្វែងរកទាំងវេលាយប់ដំណើរស្វែងរកអំពីវត្តមានឆូវីឃើញថានៅមិនមានការជួបប្រទះសោះលុះម៉ោងប្រមាណជា11យប់ទៅហើយអ្នកភូមិដែលចេញទៅស្វែងរកក៏បានត្រឡប់មកជួបជុំគ្នាវិញរួមទាំងអ៊ំមេភូមិនិងសន្តិសុខភូមិផងដែរប៉ុន្តែគ្មានអ្នកណាម្នាក់ទទួលបានដំណឹងឬព័ត៌មានណាមួយសោះអំពីឆូវីមីងវ៉ាន់គាត់ចាប់ផ្ដើមភ័យកាន់តែខ្លាំងព្រោះពេលនេះមិនដឹងថាកូនគាត់ទៅនៅទីណានោះទេដោយហេតុថាម្នាក់បានអស់កម្លាំងទៅហើយទើបបំបែកគ្នាសម្រាប់សិនណាមួយប្រសិនបើព្រឹកស្អែកនៅតែមិនឃើញគឺនឹងបន្តស្វែងរកទៅទៀតលោកអ៊ំមេភូមិគាត់មានប្រសាសន៍បន្តថាបើស្អែកមិនឃើញវាមកវិញទេវ៉ាន់នឹងឆាយត្រូវប្រញាប់ប្រញាល់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឃុំហើយចំណែកបងប្អូនអ្នកភូមិយើងក៏នឹងបន្តជួយស្វែងរកនាពេលព្រឹកស្អែកផងដែរវេលាព្រឹកមកដល់អ្នកភូមិជាច្រើនបានមកជួបជុំនៅផ្ទះមីងវ៉ាន់ពូឆាយព្រោះចង់ដឹងថាពេលនេះសភាពការបែបណាហើយពេលមកដល់ឃើញថាមីងវ៉ាន់គាត់គិតតែអង្គុយយំព្រោះមិនដឹងថាកូនស្រីគាត់សុខទុក្ខយ៉ាងណានោះទេចំណែកពូឆាយក៏បានរាយរាប់ប្រាប់ទៅកាន់លោកមេភូមិអំពីដំណើររឿងរ៉ាវក្រោយគិតវិភាគមួយសន្ទុះធំទើបគេសម្រេចថាឆូវីប្រហែលជាត្រូវបានគេចាប់ខ្លួនហើយគ្រាន់តែពេលនេះមិនទាន់ដឹងថាវាចាប់ក្នុងគោលបំណងអ្វីនោះទេអ្នកភូមិក៏បានបំបែកគ្នាជាក្រុមម្ដងទៀតដើម្បីដើរស្វែងរកឆូវីនៅក្បែរភូមិមិនថាភូមិជប់គ្នាតាមទីវាលស្រែរហូតអ្នកខ្លះបានទៅសាកសួរដល់សាលារៀននិងក្មេងៗដែលទៅរៀនសាលារៀនជាមួយគ្នាផងដែរបន្ទាប់ពីមីងវ៉ាន់បានដាក់ពាក្យបណ្ដឹងរួចហើយក៏ឃើញមានពូប៉ូលីសប្រមាណអ្នកបានចុះមកសួរនាំអ្នកភូមិរួមទាំងខ្ញុំនិងអាភានិងមិត្តផ្សេងទៀតតែរៀនសាលារៀនជាមួយគ្នាក៏ត្រូវបានពូប៉ូលីសហៅមកសាកសួរនាំអំពីសកម្មភាពក្រោយពេលចេញពីរៀនប៉ុន្តែហាក់គ្មានបានព័ត៌មានណាមួយអំពីអាឆោវីសោះក្រឡេកមកមើលអ្នកភូមិដែលជួយស្វែងរកពេញមួយថ្ងៃទៅហើយនៅតែគ្មានដំណឹងណាមួយសោះមីងវ៉ាន់គាត់កាន់តែភ័យខ្លាំងឡើងព្រោះពេលនេះគាត់មិនដឹងថាត្រូវធ្វើអ្វីបន្តទៀតនោះទេណាមួយនៅក្នុងភូមិស្រុកក៏មិនមានមនុស្សចម្លែកណាចូលមកដែរតែទោះយ៉ាងណារឿងការបាត់ខ្លួនឆូវីនេះ
គឺជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ព្រោះបាត់ទាំងមនុស្សបាត់ទាំងកង់នាំឲ្យអ្នកខ្លះដាក់ការសង្ស័យថាមានគេចាប់ខ្លួនហើយយកទៅឆ្ងាយបាត់ហើយខ្លះក៏ថាក្នុងភូមិស្រុកតិចមានធ្មប់អាបអីទីដឹងហេតុនេះធ្វើឲ្យអ្នកភូមិកាន់តែភ័យខ្លាចបន្តគ្នាកាន់តែខ្លាំងរហូតដល់អ្នកដែលមានកូនចៅស្រីលែងហ៊ានឲ្យទៅសិក្សារៀនសូត្របន្តទៀតដែរគឺឲ្យសម្រាកនៅផ្ទះមួយរយៈសិនដោយសារហេតុការណ៍វាកាន់តែជ្រួចច្របល់ខ្លាំងពេកលោកមេភូមិគាត់ក៏មិនបាននៅស្ងៀមទេគឺដឹកនាំបងប្អូនដែលជាសន្តិសុខភូមិដោយសហការជាមួយពូប៉ូលីសបន្តស្វែងរកក៏ដូចជាជូនដំណឹងស្វែងរកមនុស្សទៅកាន់ស្រុកផ្សេងទៀតផងដែររំលងប្រមាណជា4ថ្ងៃមកហើយព័ត៌មានអំពីការស្វែងរកឆូវីនៅតែស្ងាត់ឈឹងហាក់ដូចជាមនុស្សបាត់ឈឹងអំពីភពផែនដីតែម្ដងនាព្រឹកនេះខ្ញុំក៏ប្រញាប់ក្រោកពីព្រលឹមដើម្បីជួយពុកដឹកគោក្របីយកទៅចងនៅឯវាលស្រែព្រោះថាភ្លៀងទៅតែធ្លាក់កាលពីយប់មិញទើបគាត់ត្រូវចងវាងាយស្រួលដឹកយកមកជួស្រែណាមួយកុំឲ្យពិបាកក្នុងការដើរស្វែងរកចាប់វាផងដែរអាភាអាក្តាមអាឈីនពួកវាក៏ជួយពុករបស់វាដែរគឺតែងតែជួយដឹកគោក្របីយកទៅចងសិនទើបត្រឡប់មកផ្ទះងូតទឹកស្លៀកពាក់រួចទៅបន្តដំណើរទៅកាន់សាលារៀនបន្ទាប់ពីចងគោក្របីរួចពួកយើងក៏បានដើរមកវិញព្រមទាំងនិយាយគ្នាលេងពីនេះពីនោះទៅតាមរបៀបក្មេងៗស្រុកស្រែខណៈនោះអាឈឺនក៏បាននិយាយឡើងថាទេពួកអាដែងគ្នាដូចជាឆ្ងល់អាឆូវីវាបាត់ទៅណាណូមកដេកក៏មិនឃើញមកផ្ទះអញ្ចឹងឬក៏វាត្រូវគេចាប់ខ្លួនមែនទេដឹងអាក្តាមនៅមិនសុខក៏តបទៅវាថាហើយហែងមកសួរពួកអញហើយអញនឹងគ្រូទាយបើឥឡូវមិនដឹងដូចតែគ្នានឹងប៉ុន្តែបើគិតក៏ចម្លែកព្រោះថាកាលពីថ្ងៃសៅរ៍នោះយើងចេញពីសាលាជិះកង់មកទាំងអស់គ្នាលើកលែងតែអាភូមិនិងអាភាវាប្រញាប់មកមុនគេឮថាប្រញាប់ទៅដឹកក្របីហើយពេលនោះអញនៅជិះព្រមជាមួយស្រីផ្សេងទៀតដែរហើយកូនឆ្លៀតនិយាយរឿងបុណ្យភូមិនាពេលខាងមុខនេះពេលនោះដូចជាអាចោវីវាសុំឈប់វត្តជើងតូចសិនហើយស្រីក៏នៅចាំចំណែកគ្នាក៏ជិះមកមុនទៅមិនដឹងថាអាចោវីវាមកវិញឬនៅផងសម្ដីអាក្តាមទៅបញ្ចប់ភ្លាមនោះអាភាក៏ស្រែកឡើងថាអាដែងជួយមើលគ្នាមើលតើឆ្កែកំពុងពួមអីនោះរត់ចេញមកពីព្រៃកប់សពឮបែបនេះពួកយើងក៏ក្រឡេកមើលទៅតាមសម្ដីវាស្រាប់តែឃើញថាគឺហាក់ដូចជាក្បាលរបស់មនុស្សអាឈឺនទេអាដែងអញឃើញដូចជាក្បាលមនុស្សហើយហើយមានសក់វែងទៀតឮវានិយាយបែបនេះខ្ញុំក៏តបទៅវាវិញថាអញក៏ឃើញដូចហែងដែរមិនណាយអើយក្បាលមនុស្សហើយថាមកក្បាលមនុស្សគ្រាន់តែឮបែបនេះមិនបានបងអង្គយូរទៀតទេពួកយើងក៏ដាក់មេផាយកតែម្ដងព្រោះមិនដឹងជាក្បាលអ្នកណាទេគិតតែម្យ៉ាងគឺនាំគ្នារត់សំដៅចូលទៅក្នុងភូមិអាភាក៏ឆ្លៀតរត់ផងនិយាយផងថាទៅប្រាប់អ៊ំមេភូមិទៅពេលមកដល់ក្នុងភូមិវិញអ្នកភូមិជាច្រើនបានភ្ញាក់ផ្អើលព្រោះឃើញពួកខ្ញុំនាំគ្នារត់ក៏មានអ្នកភូមិខ្លះបានសួរថាពួកអាដែងហើយពួកហែងកើតអីបានជានាំគ្នារត់ឡើងផ្អើលធ្វើមើលតែឃើញខ្មោចពួកយើងឈប់បន្តិចព្រមទាំងនិយាយទាំងប្រហេបប្រហោបថាអ៊ំខ្មោចហើយថាមិនខ្មោចគឺថាដោយឃើញពួកយើងនិយាយមិនចង់ចេញទើបគាត់ក៏និយាយកាត់ថាមិនអីទេសម្រួលអារម្មណ៍សិនទៅតិចដាច់ខ្យល់ទៅវើយអាភា
ក៏ប្រឹងនិយាយទាំងត្រដោតថាគឺថាពួកខ្ញុំឃើញឆ្កែពំក្បាលមនុស្សចេញពីព្រៃកប់ខ្មោចមិនដឹងថាជាក្បាលជ័រឬក៏ពិតនោះទេអ៊ំអើយប៉ុន្តែគ្រាន់តែក្រឡេកមើលទៅទំនងជាក្បាលមនុស្សពិតមែនហើយឮបែបនេះអ៊ំក៏បានតបទៅថាបើអញ្ចឹងឆាប់ទៅប្រាប់អ៊ំមេភូមិទៅឲ្យគាត់ទៅមើលថាយ៉ាងណាដំណឹងអំពីការផ្អើលឃើញឆ្កែពងក្បាលមនុស្សផ្អើលពេញភូមិស្របពេលនោះអ៊ំមេភូមិបានចេញមកសួរនាំពួកយើងអំពីរឿងរ៉ាវពួកយើងក៏បានរៀបរាប់តាមដំណើររឿងរ៉ាវដែលបានជួបក្រោយពេលស្ដាប់ចប់អ៊ំមេភូមិលន់មកថាតិចលោក្បាលក្មួយឈូវីទីដឹងគ្រាន់តែឮបែបនេះអ្នកភូមិក៏ផ្អើលមកសួរនាំទើបអ៊ំមេភូមិសម្រេចថាទេហៅពូប៉ូលីសមកដើម្បីទៅពិនិត្យមើលថាបែបណាឲ្យប្រកបប្រមាណជាមួយសន្ទុះក្រោយមកប៉ូលីសក៏បានមកដល់ហើយនាំគ្នាសម្ដៅទៅកាន់ព្រៃកប់ខ្មោចព្រមជាមួយអ្នកភូមិជាច្រើនអ្នកទាំងអស់គ្នារួមមានលោកមេភូមិសន្តិសុខភូមិពូប៉ូលីសនិងអ្នកភូមិប្រមាណ20នាក់ទៀតក៏បាននាំគ្នាដើរសម្ដៅទៅកាន់ព្រៃកប់ខ្មោចដែលស្ថិតនៅខាងក្រោយភូមិគោលបំណងគឺចូលទៅមើលឲ្យអស់ការសង្ស័យព្រោះក្រែងថាពួកខ្ញុំនិយាយលេងផ្ដេសផ្ដាសពេលដែលទៅដល់ក៏ឃើញថាឆ្កែពីរបីក្បាលកំពុងអង្គៀមអ្វីមួយយ៉ាងមើលទៅហាក់ដូចជាក្បាលរបស់មនុស្សភ្លាមនោះស្រាប់តែអ្នកគ្រប់គ្នាសង្វេគតក់ស្លុតពុនប្រមាណព្រោះតែបានឃើញជាក់ថានោះគឺជាក្បាលរបស់អាឆូវីដែលជាកូនស្រីរបស់ពូឆាយកំពុងត្រូវបានឆ្កែពីរបីក្បាលខំហៃស៊ីដាច់រលាត់ជាច្រើនកន្លែងពិសេសម្ដុំត្រង់កនិងចង្កាតែម្ដងតែអ្វីដែលគួរឲ្យព្រឺព្រួចនោះគឺភ្នែកនាងបើកក្រឡោតសម្លឹងមកអ្នកគ្រប់គ្នាមុខមាត់ហើមស្ទើរតែមើលមិនចង់ស្គាល់ទៅហើយធ្វើឲ្យម្នាក់ហាក់ព្រឺព្រួចយ៉ាងចម្លែកពូឆាយក៏ស្រែកទាំងធាត់សំឡេងពុទ្ធោកូនស្រីពុកហេតុអ្វីបានជាកូនត្រូវមកជួបរឿងបែបនេះតើអ្នកណាហេតុអីក៏ចិត្តអាក្រក់ម្លេះមកផ្ដាច់ជីវិតកូនពីពុកម៉ែបែបនេះស្របពេលនោះអ៊ំមេភូមិគាត់ដែលមានស្មារតីរឹងជាងគេបានឲ្យអ្នកភូមិជួយដេញឆ្កែចេញទើបគាត់ស្រែក្រមាពីចង្កេះគាត់យកទៅស្រោបក្បាលអាឆូវីរួចទៅហុចទៅឲ្យពូឆាយព្រមទាំងមានប្រសាសន៍ថាយកត្រឡប់ទៅផ្ទះវិញសិនចុះចំណែកនៅសល់ទុកឲ្យពូនិងប៉ូលីសតាមរកបន្តចុះតែមើលទៅពេលនេះសភាពពូឆាយគឺគាត់ទុនដៃជើងអស់ទៅហើយព្រោះគាត់មានកូនស្រីតែម្នាក់ផងពេលដែលឃើញសភាពពូឆាយបែបនេះអ្នកភូមិពិតជាមានការអាណិតអាសូរជាខ្លាំងទើបជួយគ្រាពូឆាយត្រឡប់ទៅផ្ទះវិញខណៈនេះមីងវ៉ាន់ក៏ពុំទាន់ដឹងថាគេបានរកឃើញក្បាលកូនស្រីរបស់គាត់ក្នុងសភាពគួរឲ្យសង្វេគតក់ស្លុតឡើយក្រោយពេលអ្នកភូមិមួយចំនួនគ្រាពូឆាយត្រឡប់ទៅភូមិវិញអ្នកគ្រប់គ្នាដែលនៅសល់ក៏បានបន្តដំណើរចូលព្រៃកប់ខ្មោចតែម្ដងព្រោះទើបឃើញឆ្កែរត់តម្រង់ចូលមុននេះផងមកដល់ត្រង់បរិវេណព្រៃកប់ខ្មោចឃើញថាសុទ្ធតែភ្នោះខ្មោចជាច្រើនដែលសុទ្ធសឹងជាសពអ្នកភូមិដែលបានយកមកបញ្ចុះនៅទីនេះខ្ញុំនិងអាភាឃើញសភាពបែបនេះមានអារម្មណ៍ថាព្រឺទើបមិនចង់ហ៊ានដើរផ្ដេសផ្ដាសទេដោយដើរនៅក្បែរពុកហើយក៏កាន់ដៃគាត់ជាប់តែម្ដងប៉ូលីសនិងអ៊ំមេភូមិបានដើរសង្កេតមើលកន្លែងដែលសង្ស័យថាអាចមានសពអាឆូវីមួយកំណាត់ទៀតរំពេចនោះក៏ស្រាប់តែឮសំឡេងឆ្កែប្រខំគ្នាយ៉ាងខ្លាំងមិនបង្អង់យូរអ្នកគ្រប់គ្នាក៏បានរត់សម្ដៅទៅកាន់កន្លែងនោះដោយចង់ដឹងថាតើឆ្កែវានាំគ្នាខំដណ្ដើមអ្វីឲ្យប្រកប
គ្រាន់តែទៅដល់ភ្លាមស្រាប់តែបានឃើញថារណ្ដៅមួយមានពំនុះដីទៅតែជីកថ្មីប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺឆ្កែពីរបីក្បាលកំពុងខំហែកដណ្ដើមរបស់អ្វីម្យ៉ាងដែលមើលទៅដូចជាសាច់អ្វីមួយដែលកំពុងហើមស្អុយព្រមទាំងមានក្លិនសាយភាយមកផងដែរប៉ូលីសក៏បានដាក់ការសង្ស័យថានេះប្រហែលជាផ្នែកខ្លួននៃសាកសពរបស់អាឆាវីដែលជាកូនស្រីពូឆាយហើយអ្នកភូមិប្រុសពីរបីនាក់ក៏បានចេញមុខមកជួយយកអាសាពួកគាត់ចាប់ផ្ដើមកាយពំនុះដីចេញហើយក៏បានឃើញដូចជាការសង្ស័យមែននេះគឺជាសាកសពរបស់ឆូវីដែលត្រូវបានគេយកមកកប់ទាំងអាក្រាតកាយម្នាក់ដែលបានឃើញហើយពិតជាតក់ស្លុតចំពោះទស្សនវិជ្ជាមួយនេះមិនគួរអាចឆូវីមកជួបរឿងបែបនោះសោះអ្នកមីងម្នាក់គាត់ក៏ប្រញាប់យកសារុងនិងកន្សែងទៅគ្របពីលើសាកសពអាឆូវីហើយប្រុសជាច្រើនក៏នាំគ្នាដើរចេញសិននៅសល់តែប៉ូលីសពីរបីនាក់ដែលពួកគាត់មិនបានងាកទៅណាទេគឺគាត់ធ្វើការពិនិត្យនៅនឹងកន្លែងតែម្ដងដើម្បីរកឲ្យឃើញនៅមុខសញ្ញាឬភស្តុតាងឈានទៅដល់ការឃាត់ចាប់ខ្លួនជនសង្ស័យប្រមាណជាមួយសន្ទុះក្រោយមកប៉ូលីសក៏បានប្រាប់ថាពួកគាត់បានពិនិត្យរួចរាល់ហើយចំពោះសពនេះអាចសន្និដ្ឋានបានថាគឺជារឿងឃាតកម្មគិតទុកជាមុនដោយមានស្នាមវាយដំនិងប្រហែលជាត្រូវរំលោភពិតប្រាកដមែនក្នុងជំហានដំបូងនេះពុំទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យបានទេដឹងត្រឹមថាជនសង្ស័យប្រកាសជាមនុស្សនៅក្នុងភូមិស្រុកនេះមិនខានឡើយព្រោះថាបើមិនមែនជាអ្នកភូមិទីនេះច្បាស់ជាមិនដឹងអំពីសកម្មភាពរបស់ឆូវីក៏ដូចជាកន្លែងលាក់សាកសពដែលគ្មានអ្នកណាដឹងកុំតែបានឆ្កែកកាយដោយសារតែធំក្លិនកុំអីគ្មានអ្នកណាបានដឹងដំណឹងអីទេលោកប៉ូលីសក៏បានទៅយកថង់ថ្លាដែលជាទូទៅគេហៅថាថង់កៅស៊ូដោយយកមករុំខ្ចប់សាកសពឆូវីឲ្យបានស្រួលបួលចំណែកអ៊ំមេភូមិក៏បានយកអង្រឹងមួយហើយឲ្យអ្នកភូមិជួយសែងយកសពអាឆូវីសម្ដៅទៅផ្ទះនៅក្នុងភូមិពួកយើងគ្រប់គ្នាបានត្រឡប់មកវិញនៅសល់តែប៉ូលីសហើយនិងសន្តិសុខភូមិប្រមាណ 4-5 នាក់ពួកគាត់នឹងបន្តដើរត្រួតពិនិត្យនៅបរិវេណជុំវិញនេះក្រែងទទួលបានអ្វីជាភស្តុតាងបន្ថែមទៀតចំណែកខ្ញុំក៏បានដើរតាមពុកក៏ដូចជាអ្នកភូមិផ្សេងទៀតត្រឡប់ចូលមកក្នុងភូមិវិញផងដែរអារម្មណ៍ពេលនេះក្នុងនាមជាក្មេងស្រុកស្រែពិតជារន្ធត់ក៏ដូចជាភ័យខ្លាចចំពោះរឿងដែលបានកើតឡើងនៅក្នុងភូមិស្រុកទាំងដែលកាលមុនពុំធ្លាប់មានពីមុនមកខ្ញុំដើរបណ្ដើរនឹកគិតបណ្ដើរថាតើក្នុងភូមិមានអ្នកណាដែលគួរឲ្យសង្ស័យឬអត់ប៉ុន្តែដល់គិតយូរទៅដូចជាមិនមានអ្នកណាម្នាក់គួរឲ្យចាប់អារម្មណ៍ឬសង្ស័យថាបានធ្វើបាបអាឆូវីនោះទេដំណឹងអំពីមរណភាពដ៏រន្ធត់របស់អាឆូវីបានលឺសាយពេញភូមិគ្រប់អ្នកភូមិដែលបានដឹងដំណឹងពិតជាតក់ស្លុតសោកស្ដាយពន់ប្រមាណបើក្រឡេកទៅមើលមីងវ៉ាន់វិញគឺថាគាត់យំឡើងសន្លប់បាត់ស្មារតីព្រោះគាត់មានកូនស្រីតែម្នាក់មីងមៀក៏បានចូលខ្លួនជួយយកអាសាជួយគក់ច្របាច់សម្រួលសរសៃឯពូប្រុសក៏ជួយលោកលីសាងសង់រោងបុណ្យព្រោះតាមជំនឿពីបុរាណនៅក្នុងភូមិពេលដែលមានមនុស្សស្លាប់តែហោងបែបនេះគេមិនអនុញ្ញាតឲ្យយកទៅធ្វើបុណ្យនៅលើផ្ទះនោះទេខ្លាចនាំរឿងមិនល្អហេតុនេះទើបត្រូវធ្វើរោងនៅខាងមុខផ្ទះមនុស្សម្នាជាច្រើនបានមកចូលរួមកុះកក្នុងបំណងជួយរំលែកទុក្ខក៏ដូចជាជួយរៀបចំការងារផ្សេងក្នុងរោងបុណ្យគណៈពូប្រុសក៏បាននឹងកំពុងរៀបចំធ្វើក្តាមមឈូសឲ្យបានរួចរាល់មុនពេលថ្ងៃត្រង់
ដោយសារតែសពអឆូវីឡើងហើមមានក្លិនស្អុយនិងរលេះរលួយខ្លះទៅហើយតាមដំណឹងពីលោកតាអាចារ្យបានឲ្យដឹងថាសពនឹងត្រូវយកទៅបញ្ចុះឯព្រៃខាងក្រោយភូមិនាវេលាល្ងាចនេះហើយព្រោះមិនអាចទុកយូរតទៅទៀតបានទេណាមួយថ្ងៃស្អែកជាថ្ងៃអង្គារយោងតាមក្បួនអាចារ្យយោគីគេមិនអាចបញ្ចុះសពឬបូជាសពបានទេដោយគេមានជំនឿថាថ្ងៃអង្គារគឺជាថ្ងៃដែលរឹងហើយអពមង្គលឬជាថ្ងៃខ្មោចចេញដើរហេតុនេះមិនមែនជាវេលាល្អនោះទេសំឡេងស្មូតល្វើយចេញពីរោងបុណ្យសពស្របពេលអ្នកភូមិបន្តមកហូហែអ្នកគុំខ្លះនាំមកនៅបន្លែដូចជាត្រប់ត្រកួនម្ទេសប៉េងប៉ោះននោងទីស្លឹកគ្រៃអ្នកខ្លះក៏មានត្រីសាច់មកដែរខ្លះក៏យកក្រណាត់សធូបទៀនខ្លះក៏មានអង្ករស្ដៅនិងគ្រឿងទេសព្រមទាំងបច្ច័យជាដើមសម្រាប់អ្នកភូមិខ្ញុំគឺជារឿងធម្មតាទៅហើយឲ្យតែមានបុណ្យទានក្នុងភូមិគេតែងតែចូលរួមជួយជាកម្លាំងជាសម្ភារៈឬរបស់ផ្សេងទៅតាមលទ្ធភាពគ្រួសារនីមួយព្រះសង្ឃបាននិមន្តមកដល់ក្នុងវេលាប្រមាណជាម៉ោង 10 ព្រឹកបើតាមសម្ដីលោកអាចារ្យកេតគឺធ្វើពិធីសូត្រមន្តនិងបាំងស្កូលឲ្យហើយតែម្ដងព្រោះតែសពត្រូវយកទៅបញ្ចុះនាវេលាម៉ោង 3 រសៀលនេះហើយក្រោយពេលព្រះសង្ឃឆាន់ព្រឹករួចកម្មវិធីផ្សេងត្រូវបានរៀបចំជាបន្តបន្ទាប់ដែលដឹកនាំដោយលោកអាចារ្យវេលាថ្ងៃត្រង់មកដល់ក៏ស្រាប់តែមានពូប៉ូលីសជាច្រើនមកដល់ដែរព្រមទាំងមានប៉ូលីសស្រីមកផងដែរតាមមើលប្រហែលជាគេមានកិច្ចការអ្វីសំខាន់ទៀតហើយគេបានឲ្យប្រុសចាក់ចេញទុកតែស្រីនិងប៉ូលីសតាមលឺចាស់និយាយគឺគេរៀបចំពិនិត្យសពអាឆូវីសារជាថ្មីម្ដងទៀតដើម្បីធ្វើកសោវិច័យព្រោះគិតមកដល់ពេលនេះជនល្មើសហាក់គ្មានតម្រុយបន្តិចសោះប៉ុន្តែអ្នកភូមិខ្លះក៏បានដាក់ការសង្ស័យទៅលើក្មេងស្ទាវក្នុងភូមិដោយអ្នកខ្លះដាក់ការសង្ស័យលើក្រុមអាម៉ាប់ព្រោះវាជាក្រុមក្មេងស្ទាវដែលតែងតែមានរឿងជាប្រចាំស្ទើរតែគ្រប់ភូមិក្នុងស្រុកនេះក្រោយពេលប៉ូលីសពិនិត្យរួចព្រមទាំងរៀបចំវិញស្រួលបួលគឺគេមិនទាន់បានដំណឹងអ្វីបន្ថែមនោះទេដោយប៉ូលីសបានត្រឹមប្រាប់ថាស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតមិនទាន់អាចនិយាយអ្វីបានទេថ្លែងពីក្រុមអាម៉ាប់វិញសមាជិកពួកវាត្រូវបានប៉ូលីសហៅមកសាកសួរម្ដងម្នាក់ដោយសារតែពួកវាគឺជាក្រុមស្ទាវហើយដើរលេងឆ្លងភូមិតែពួកវាក៏បានតបមកវិញថាបើរឿងដើរឆ្លោះវាគ្នាអានឹងអាចមែនខ្លះព្រោះជាទម្លាប់របស់ក្រុមវាប៉ុន្តែចំពោះនារីវាមិនដែលចង់ប៉ះពាល់ឬចាប់បង្ខំនោះទេកុំថាឡើយដល់ថារំលោភសម្លាប់គឺមិនអាចទៅរួចតែម្ដងព្រោះក្រុមអាម៉ាប់គឺជាក្រុមលេងម៉ូតូតែប៉ុណ្ណោះតែទោះជាយ៉ាងណាប៉ូលីសក៏បន្តស៊ើបសួរពិសេសសួរនាំតាក់ទងទៅនឹងសកម្មភាពកាលពីថ្ងៃសៅរ៍សប្តាហ៍មុនតើពួកវាទៅណាខ្លះពួកវាបាននិយាយព្រមគ្នាថាទៅដើរលេងនៅឯខេត្តព្រោះជាថ្ងៃណាត់ជួបប្រណាំងម៉ូតូមិនដឹងថារឿងរ៉ាវយ៉ាងណាទៀតនោះទេត្រឹមឃើញប៉ូលីសអនុញ្ញាតឲ្យពួកវាត្រឡប់ទៅវិញទឹកមុខប៉ូលីសពេលនេះហាក់ស្មុគស្មាញជាខ្លាំងស្របពេលសំឡេងស្មូតក៏បន្តល្វើយមកពីផ្ទះបន្ទប់ព្រមជាមួយការភ័យខ្លាចពីសន្តិសុខក្នុងភូមិពិសេសគឺអ្នកភូមិដែលមានកូនស្រីពួកគាត់ពិតជាមានការព្រួយបារម្ភណាស់ប្រមាណជាម៉ោង 3 ល្ងាចលោកតាអាចារ្យក៏បានប្រកាសហៅឲ្យបងប្អូនអ្នកភូមិមកចូលរួមជួយដើម្បីដង្ហែសព
អាឆូវីទៅកាន់ទីស្មោះសានឯព្រៃខាងក្រោយភូមិបងប្អូនមីងមាសនៅក្នុងភូមិជាច្រើនក៏បានមកចូលរួមយ៉ាងកុះករក្នុងបំណងចូលរួមរំលែកទុក្ខឬយកអាសាក្នុងគ្រាមានអាសន្នមួយនេះការបាត់បង់សមាជិកម្នាក់ក្នុងភូមិពិតជានាំឲ្យមានការស្រណោះសោកស្ដាយនិងរន្ធត់ក្នុងចិត្តគ្រប់គ្នាតាអាចារ្យក៏បានប្រកាសថាឯណាអ្នកភ្លុកកុយអញ្ជើញមករោងពិធីព្រោះដល់ម៉ោងចាប់ផ្ដើមហើយណាមួយត្រូវតាមពេលក្បួនយោគីផងដែរចំណែកក្មួយបងប្អូនដែលជាសាច់ញាតិនៃសពក៏ត្រូវចូលមកផងដែរដើម្បីធ្វើកិច្ចពពិលសពឲ្យបានរួចរាល់ព្រោះពេលវេលាក៏កាន់តែគៀកណាស់ទៅហើយកិច្ចពិធីបានបញ្ចប់ហើយក៏ដល់ពេលត្រូវរៀបចំហែសពចាក់ចេញពីផ្ទះឆ្ពោះទៅកាន់ព្រៃស្មោះសានដែលស្ថិតនៅខាងក្រោយភូមិដែរសំឡេងភ្លេងខ្លងខែកឮល្វើយជាការជូនដំណើរលើកចុងក្រោយព្រមជាមួយការសោកស្ដាយស្រណោះអាល័យពីបងប្អូនញាតិមិត្តសម្រាប់ពួកខ្ញុំក៏ត្រូវបានលោកគ្រូអ្នកគ្រូដឹកនាំឲ្យមកចូលរួមផងដែរព្រោះឆូវីក៏ជាសិស្សរៀនសាលាជាមួយគ្នារសៀលជ្រាលជ្រែកសូរិយាទន្ទាបរកអស្ដង្គតខណៈនេះម៉ោងប្រមាណជា3កន្លះទៅហើយក្បួនដង្ហែសពឆូវីក៏បានមកដល់មាត់ច្រកចូលព្រៃស្មោះសានដែលជាកន្លែងសម្រាប់បញ្ចុះសពក៏ឃើញមានពូជាច្រើនបានរងចាំនៅទីនេះដោយពួកគាត់បានមកដល់មុននិងបានរៀបចំរួចជាស្រេចព្រមជាមួយរណ្ដៅដែលត្រូវបានគេជីករួចរាល់ផងដែរខណៈនេះគេក៏បានបើកគម្របមឈូសឲ្យគ្រួសារសាច់ញាតិបានមើលមុខជាលើកចុងក្រោយមុននឹងបិទគម្របបញ្ចុះហើយក៏លែងបានឃើញមុខជារៀងរហូតដែរគ្រាន់តែបើកគម្របឡើងភ្លាមក្លិនស្អុយក៏សាយភាយចេញមកធ្វើឲ្យម្នាក់ទប់សឹងមិនចង់បានចំណែកអ្នកទៅមើលគឺយកក្រមាខ្ទប់ច្រមុះគ្រប់គ្នាថ្លែងពីមីងវ៉ាន់ពូឆាយវិញពួកគាត់ទុំដៃជើងអស់ហើយរកធ្វើអ្វីសឹងមិនចង់កើតកុំតែបានបងប្អូនអ្នកភូមិជួយកុំអីមិនដឹងថាពួកគាត់នឹងទៅជាយ៉ាងណានោះទេកំពុងតែឈរមើលគេពីចម្ងាយស្រាប់តែមានដៃមួយត្រជាក់ស្រេបមកចាប់ពីលើស្មាខ្ញុំធ្វើឲ្យខ្ញុំភ័យព្រឺអាភាបោះសាយបន្តិចទើបនិយាយមកថាស្អីគេអានេះប៉ះតែបន្តិចសោះភ័យនោះភ័យខ្ញុំតទៅវាទំនងជាចង់ខឹងដែរយីវាមើលវានិយាយហើយកន្លែងហ្នឹងគួរសមឲ្យលេងបែបហ្នឹងអត់តែអាភូមិអញដូចជាមានអារម្មណ៍ព្រឺដែរវើយភ្លាមនោះក៏ស្រាប់តែមានសំឡេងមួយស្រែកឡើងថាខ្មោចអាឆូវីឡងនាំឲ្យគ្រប់គ្នាអោតឈូឆរតែម្ដងលោកអាចារ្យក៏ប្រញាប់រត់ទៅមើលហើយសួរថាហើយវាយ៉ាងម៉េចអាដុំមិនបានជាស្រែកលេងផ្ដេសផ្ដាស់យ៉ាងនេះធ្វើបែបនេះច្បាស់ជាផ្អើលអ្នកភូមិរត់អស់មិនខានទេពូដុំគាត់ក៏ឆ្លើយតបមកថាអំបញ្ញមិញខ្ញុំបានឃើញច្បាស់ណាស់ខ្មោចអាឆូវីបានបើកភ្នែកសម្លឹងមកខ្ញុំឮបែបនេះលោកតាអាចារ្យក៏ស្ទុះទៅមើលប៉ុន្តែគាត់ក៏ឆ្លើយមកវិញថាគ្មានឃើញអីផងក្មួយឆូវីស្លាប់ទៅហើយភ្នែកត្រូវបានបិទធម្មតាសោះក្រែងភ្នែកហើមតាំងពីដំបូងបែបនេះហើយតើតាមមើលមកពីហែងនេះផឹកស្រាច្រើនពេកហើយមើលទៅដោយឮលោកតាអាចារ្យថាបែបនេះពូដុំគាត់ក៏ថយក្រោយមកអង្គុយក្បែរពូប៉ុន្មានអ្នកទៀតហើយក៏ឆ្លៀតនិយាយតិចថាអំបញ្ញមិញខ្ញុំពិតជាបានឃើញច្បាស់ណាស់ខ្មោចអាឆូវីបើកភ្នែកសម្លឹងធំមកខ្ញុំមិនបានព្រុលភ្នែកនោះទេប៉ុន្តែអ៊ំមឿនក៏បានតបមកថាវាគ្មានតែស្អីទេ
ប្រហែលមកពីឯងនឹងផឹកស្រាច្រើនពេកហើយទើបបណ្ដាលឲ្យឃើញបែបនេះសម្ដីរបស់អ៊ំមឿននិយាយតបទៅពូដុំព្រមទាំងញាក់ភ្នែកផងការនេះធ្វើឲ្យពូប៉ុន្មានអ្នកដែលអង្គុយក្បែរនោះចាប់ផ្ដើមមានទឹកមុខមាំហាក់បីដូចជាដឹងថានឹងមានរឿងអ្វីកើតឡើងជាកំខានខណៈនេះបងប្អូនគ្រួសារសាច់ញាតិនៃសពកំពុងមើលមុខសពជាលើកចុងក្រោយមុននឹងបិទគម្របមឈូសហើយលើកយកទៅបញ្ចុះកិច្ចពិធីផ្សេងទៅតាមក្បួនយោគីក៏បានបន្តជាលំដាប់មកដល់ពិធីចុងក្រោយគឺជាពិធីលើកសពដាក់ក្នុងរណ្ដៅភ្លាមនោះក៏ស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងព្រមទាំងឮសំឡេងដែលជាសំឡេងលលកខ្មោចយំឲ្យរងំបន្តគ្នាសំឡេងខ្លែងស្រាក់ស្រែកយំបន្តគ្នាឲ្យត្រហឹងពេញព្រៃគប់ខ្មោចធ្វើឲ្យអ្នកភូមិម្នាក់នៅពេលនេះចាប់ដើមខ្លាចរអាម្នាក់ភ្នែកក្រឡេបក្រឡាប់មើលឆ្វេងស្ដាំមុខក្រោយព្រោះតែមិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេរំពេចនោះមឈូសសពឆូវីក៏ត្រូវបានខ្យល់បក់គួចហោះឡើងលើអាកាសអ្នកគ្រប់គ្នាដែលបានឃើញពិតជាព្រួយចម្លែកខ្លាំងណាស់ឃើញហេតុមិនសូវស្រួលលោកអាចារ្យកេនក៏បានយកកំបិតម្យ៉ាងចេញពីក្នុងថង់យាមគាត់មកបិទភ្នែកសូត្របាលីរួចទប់គប់សំដៅមឈូសធ្វើឲ្យធ្លាក់មកលើដីវិញមិនយូរប៉ុន្មានអ្វីក៏ប្រែជាស្ងប់ស្ងាត់ត្រឡប់មកជាសភាពធម្មតាវិញលោកអាចារ្យក៏បានបង្គាប់ឲ្យគោះគម្របមឈូសដើម្បីរៀបចំសពអាឆូវីឡើងវិញឲ្យបានស្រួលបួលប៉ុន្តែគ្រាន់តែបើកភ្លាមក្លិនឆួលក៏កាន់តែខ្លាំងឡើងទើបពិបាកក្នុងការរៀបចំទម្រាំតែរៀបចំរួចរាល់ឲ្យបានស្រួលបួលក្រឡេកមើលមកប្រមាណជា5ជាងល្ងាចទៅហើយលោកអាចារ្យកេតក៏បង្គាប់ឲ្យអ្នកភ្លុកកុយប្រញាប់ប្រញាល់រៀបចំបញ្ចុះសពអាឆូវីឲ្យបានរួចរាល់មុនម៉ោង6ល្ងាចអ្នកភ្លុកកុយក៏បានធ្វើតាមការបង្គាប់របស់តាអាចារ្យភ្លាមដោយមិនបង្អែបង្អង់ឡើយក្រោយបញ្ចុះសពរួចរាល់អ្នកភូមិគ្រប់គ្នាក៏បានត្រឡប់ទៅកាន់ផ្ទះវិញនៅរៀងខ្លួនទៅនាល្ងាចនេះផងដែរនៅឯផ្ទះបុណ្យក៏បន្តកម្មវិធីសូត្រមន្តជាធម្មតាព្រោះកម្មវិធីបុណ្យត្រូវឆ្លងនាព្រឹកស្អែកពុករបស់ខ្ញុំគាត់ក៏ទៅចូលរួមបុណ្យសពរបស់គេផងដែរចំណែកម៉ែហើយនឹងខ្ញុំគឺដេកនៅផ្ទះគ្រាន់តែត្រឡប់មកដល់ផ្ទះភ្លាមអ្នកម៉ែក៏បានប្រាប់ឲ្យខ្ញុំប្រញាប់ងូតទឹកអាល់ឡើងលើផ្ទះព្រោះគាត់ក៏ខ្លាចខ្លះដែរយប់យូរស្ងាត់បាត់អស់សំឡេងមនុស្សម្នាព្រោះថាអ្នកភូមិគ្រប់គ្នាខ្លះក៏បានដេកលក់អស់ទៅហើយចម្លែកអីតែខ្ញុំនៅមិនទាន់ដេកលក់សោះភ្លាមនោះក៏ស្រាប់តែឮសំឡេងអាពីលឆ្កែខ្ញុំព្រុសផងលូផងនៅខាងមុខផ្ទះក្នុងចិត្តគិតថាប្រហែលជាពុកទៅត្រឡប់មកពីផ្ទះបុណ្យគេវិញហើយតែខ្ញុំក៏មិនបានធ្វើអ្វីទេបានតែស្ដាប់សំឡេងតើជាលោកពុកមែនឬយ៉ាងណាតែមួយសន្ទុះក្រោយមកសំឡេងឆ្កែលូក៏បន្តទៅល្វើយចេញទៅឆ្ងាយលុះពេលព្រឹកមកដល់ក៏ស្រាប់តែឮថាមានមនុស្សត្រូវខ្មោចអាឆូវីឡងសំឡេងអ្នកភូមិជជែកគ្នាពីរឿងអ្នកត្រូវខ្មោចអាឆូវីឡងអ្នកខ្លះថាបែបនេះអ្នកខ្លះថាបែបនោះស្រាប់តែមានអ៊ំប្រុសម្នាក់ភ្លាត់មាត់ថាតិចលោវាទៅរកអ្នកសម្លាប់វាទេដឹងតាមមើលរឿងនេះពិតមិនស្រួលនោះទេអ្នកភូមិក៏បានបបួលគ្នាទៅមើលបរោះដែលត្រូវខ្មោចលងតាមពិតគឺជាជាងគំនូមកពីស្រុកភូមិផ្សេងដោយមកគូគំនូនៅវត្តក្នុងភូមិដែលមានឈ្មោះថាឌឿងពេលទៅដល់អ្នកភូមិឃើញពូឌឿងកំពុង
ខ្លាចខ្មោចញ័រទៅត្រឹកដណ្ដប់ភួយលើគ្រែក្នុងកុដិលោកមេភូមិក៏បានសាកសួរអំពីដំណើរដើមទងដែលត្រូវខ្មោចអឆូវីលងពូឌឿងបាននិយាយទៀងរដេបរដុបថាកាលពីយប់មិញគាត់បានដើរបំរុងទៅបត់ជើងធំក៏ស្រាប់តែឮសំឡេងមនុស្សស្រីអង្គុយយំទើបសម្រេចចិត្តដើរទៅមើលតែពេលទៅដល់ក៏មិនឃើញមានអ្វីសោះលុះងាកបំរុងដើរត្រឡប់មកវិញក៏ស្រាប់តែវាខ្មោចអឆូវីបានបង្ហាញខ្លួនទូលមកតែម្ដងហើយគ្មានក្បាលទេឯក្បាលបែរជាកាន់នៅក្នុងដៃទើបគាត់ស្រែករត់ហៅឲ្យព្រះសង្ឃជួយក្រោយពេលឮគាត់និយាយបែបនេះអ៊ំមេភូមិក៏មិនបានថាអ្វីទៀតនោះទេគាត់ក៏ប្រាប់ឲ្យពូឌឿងសម្រាកទៅវិញជាធម្មតាថ្លែងអំពីក្រុមអាមាត្យវិញជាពិសេសគឺអាមាត្យតែម្ដងដែលជាបងធំរបស់គេពួកវាត្រូវបានប៉ូលីសហៅមកសាជាថ្មីដើម្បីសាកសួររឿងរ៉ាវបន្ថែមអាមាត្យក៏បានអង្គុយគិតពីហេតុការណ៍ម្ដងទៀតដោយសារប៉ូលីសបានឲ្យវាអង្គុយគិតសិនមុននឹងឆ្លើយប្រមាណជាមួយសន្ទុះក្រោយមកវាក៏ស្រែកថាអូនឹកឃើញហើយពូលោកពូប៉ូលីសក៏ប្រញាប់សួរភ្លាមថានឹកឃើញរឿងអីឆ្លើយភ្លាមមកអាម៉ាប់ក៏បានរាយរាប់ថាកាលពីថ្ងៃសៅរ៍នឹងពេលដែលខ្ញុំត្រឡប់មកពីខេត្តវិញខ្ញុំនិងអាដែងជាមិត្តភក្តិក៏បានឈប់នោមនៅក្បែររបងវត្តហើយពេលនោះខ្ញុំក៏បានឃើញបរិសម្នាក់ដែលជាជាងគំនូទើបដើរមកពីវាលក្រោយភូមិពេលឃើញពួកខ្ញុំគាត់ក៏រត់ចូលវត្តបានប្រហែលជាគាត់ខ្លាចខ្ញុំវាយទីដឹងប៉ុន្តែចម្លើយត្រង់ថាគាត់ដើរផងងាកមើលឆ្វេងស្ដាំផងហាក់ដូចជាមានអ្វីលាក់បាំងឮបែបនេះពូប៉ូលីសក៏បានសួរបញ្ជាក់បន្ថែមថាតើអ្វីដែលឯងនិយាយនេះជាការពិតមែនទេប្រសិនបើឯងនិយាយកុហកឯងនឹងមានទោសកុហកប៉ូលីសជារំខានអាម៉ាប់ក៏បានតបមកវិញថាខ្ញុំហ៊ានធានាលោកប៉ូលីសហើយអាដែងដែលជិះម៉ូតូជាមួយខ្ញុំក៏វាបានឃើញដែរលោកប៉ូលីសអាចហៅវាមកសាកសួរបន្ថែមបានឮបែបនេះលោកពូប៉ូលីសក៏បានឲ្យវាត្រឡប់មកវិញហើយក៏មិនដឹងថាប៉ូលីសគេនឹងធ្វើការយ៉ាងណាទៀតនោះទេដោយយោងទៅតាមចម្លើយរបស់ក្រុមអាម៉ាប់ប៉ូលីសក៏បានដាក់ការសង្ស័យនិងបានទៅនាំខ្លួនពូឌឿងយកមកសាកសួរទៅតាមនីតិវិធីច្បាប់មិនដឹងថាប៉ូលីសបានសាកសួរនឹងដឹងរឿងដូចម្ដេចខ្លះនោះទេតែដឹងត្រឹមថាក្រោយពេលសួរចម្លើយប៉ូលីសមិនបានឲ្យពូឌឿងត្រឡប់មកវិញទេគឺគេចាប់គាត់ឃុំទុកក្នុងប៉ុស្តិ៍ប៉ូលីសតែម្ដងវេលាថ្ងៃត្រង់ប៉ូលីសក៏មកប្រាប់គ្រួសារពូឆាយមីងវ៉ាន់ថាឥឡូវបានរកជនបង្កឃើញហើយចំណែកកិច្ចការបន្តគឺខាងនគរបាលនឹងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តប៉ុន្តែព្រឹកស្អែកមុននឹងបញ្ជូនទៅកាន់ទីរួមខេត្តពួកយើងនឹងនាំជនល្មើសមកសុំទោសគ្រួសារសពជាលើកចុងក្រោយដោយឡែកសំណងឬត្រូវធ្វើបែបណារងចាំតុលាការខេត្តជាអ្នកសម្រេចពូឆាយមីនវ៉ាន់បានត្រឹមសម្រក់ទឹកភ្នែកអាណិតដល់កូនស្រីដែលត្រូវស្លាប់ដោយសារតែមនុស្សពីលគ្មានចិត្តអាណិតអាសូរបន្តិចសោះខណៈមីងមាចាស់ជាច្រើនបានមកចូលរួមជួយលួងលោមនិងលើកទឹកចិត្តដល់គ្រួសារពូឆាយឲ្យតាំងចិត្តឲ្យបានមាំនិងកាត់ចិត្តចុះព្រោះថាអាឆូវីក៏បានទៅសុខសប្បាយហើយតាមពិតនេះគឺជាពាក្យដែលចាស់ច្រើនតែប្រើលួងលោមដើម្បីជួយលើកទឹកចិត្តដល់គ្រួសារនៃសពតែប៉ុណ្ណោះតាមពិតយើងគ្រប់គ្នាពិតជាបានដឹងហើយថា
កាលដែលបាត់បង់សមាជិកគ្រួសារណាម្នាក់គឺជារឿងដែលឈឺចាប់ពន់ប្រមាណរកតែនិយាយបរិយាយឲ្យបានត្រូវគឺមានតែការសោកស្ដាយនិងការស្រណោះនឹករលឹកអាល័យតែប៉ុណ្ណោះកម្មវិធីបុណ្យគម្រប់7ថ្ងៃបានចូលមកដល់ឃើញមានបងប្អូនអ្នកភូមិលោកមេភូមិមេឃុំលោកនាយកពិសេសគឺលោកចៅហ្វាយស្រុកក៏បានចុះមកទល់ដើម្បីប្រាប់ពីនីតិវិធីបន្តនិងជាការចូលរួមរំលែកទុក្ខចំពោះគ្រួសារមីងវ៉ាន់ពូឆាយផងដែរបន្ទាប់ពីកម្មវិធីបុណ្យ7ថ្ងៃនោះមកក៏មិនដែលមានអ្នកភូមិណាត្រូវបានខ្មោចអឆូវីលងឬក៏បានឃើញខ្មោចអឆូវីទៀតនោះទេ